ជំរាបសួរខ្ញុំឈ្មោះសុកសរនជាប្រធានកម្មវិធីអប់រំភាសាអង់គ្លេសរបស់សាលារៀនគ្រូយើងហើយតួនាទីរបស់ខ្ញុំនេះគឺធានាទៅលើគុណភាពអប់រំផ្នែកភាសាអង់គ្លេសនៅក្រុមហ៊ុនសាលារៀនគ្រូយើងទាំងមូលលើកនេះយើងខុសពីលើកមុនដែលកន្លងមកយើងបានតែកូនសិស្សម្នាក់ហើយយើងគ្រូម្នាក់ប៉ុន្តែឆ្នាំនេះគឺក្រោយពេលមានការជួបជជែកវិភាសានឹងចុះកិច្ចព្រមព្រៀងថ្មីជាមួយនឹងសាលាដៃគូរបស់យើងនៅ Coast Harbour នេះឆ្នាំនេះយើងបានគ្រូ2នាក់ហើយយើងបានកូនសិស្សម្នាក់ចំពោះការទៅលើកនេះកូនសិស្សគាត់ទៅចូលរួមសកម្មភាពសិក្សានៅក្នុងថ្នាក់រៀនរបស់សាលាគេតែម្ដងចូលមានន័យថាគាត់ទៅប្រៀបដូចជាកូនសិស្សមួយរបស់សិស្សនៅ BDC ដែលជាសាលាដៃគូរបស់យើងអញ្ចឹងហើយចំណែកឲ្យគ្រូម្នាក់ទៀតគាត់ទៅដើម្បីធ្វើការផ្លាស់ប្ដូរបទពិសោធន៍ការងាររបស់គាត់ជាមួយនឹងគ្រូដែលនៅទីនោះដើម្បីជាការសិក្សារៀនសូត្រពីវិធីសាស្ត្របរិញ្ញាបត្រផងហើយនឹងដើម្បីសិក្សារៀនសូត្រពីកម្មវិធីសិក្សារបស់គេផងដែរហើយដោយឡែកខ្ញុំមានគម្រោងទៅធ្វើការសិក្សាបន្ថែមទាក់ទងជាមួយនឹងការរៀបចំកម្មវិធីអប់រំបឋមអន្តរជាតិដើម្បីយើងធ្វើបច្ចុប្បន្នភាពបន្ថែមទាក់ទងមួយកម្មវិធីអន្តរជាតិរបស់យើងឲ្យកាន់តែមានភាពល្អប្រសើរចំពោះដំណើរទៅលើកនេះយើងចង់សិក្សាមើលពីភាពខុសគ្នានៅអ្វីដែលយើងបានយកមកប្រើហើយអ្វីដែលយើងគូយកមកបន្ថែមហើយកន្លងមកវាមានមុខវិជ្ជាខ្លះដែលយើងប្រើប្រាស់ទៅក៏អត់ត្រូវមួយបរិបទកម្មវិជ្ជាដែរអញ្ចឹងទៅយើងចង់ទៅលើកនេះដើម្បីយកមកបន្ថែមថាតើកម្មវិធីណាដែលវាសំខាន់ហើយចាំបាច់សម្រាប់ការអភិវឌ្ឍរបស់កុមារកម្ពុជាតួយ៉ាងនៅទីនោះដូចជាកម្មវិធី STEM កម្មវិធី Science មួយចំនួនរួមទាំងកម្មវិធី Robot អីគេដាក់ប្រើតាំងពីនៅបឋមប៉ុន្តែសម្រាប់នៅបរិបទយើងការយកកម្មវិធី Robot យក STEM យកឲ្យមកអនុវត្តនៅកម្រិតបឋមអាចមានការលំបាកខ្លាំងបន្តិចអញ្ចឹងការទៅលើកនេះយើងចង់រកឲ្យឃើញថាតើគេអាចរៀបចំកម្មវិធីទាំងអស់ហ្នឹងបានយ៉ាងណាទៅគេដំណើរការទៅស្រួលតើវាមានស្អីដែលជាកលឹះនៅពីក្រោយហ្នឹងនៅពេលត្រឡប់មកវិញយើងក្រោយពេលយើងធ្វើការសិក្សាពីកម្មវិធីសិក្សារបស់គេរួចយើងនឹងរៀបចំកិច្ចប្រជុំមួយជាមួយក្រុមគណៈរៀបចំកម្មវិធីអប់រំដើម្បីឲ្យយើងសិក្សាបានគ្រប់ជ្រុងជ្រោយថាតើកម្មវិធីសិក្សាថ្មីដែលយើងគ្រោងនឹងដាក់ចេញឬក៏ធ្វើបច្ចុប្បន្នភាពបន្ថែមវាមានភាពគ្រប់ជ្រុងជ្រោយដើម្បីគ្រប់គ្រងទៅដល់ការសិក្សារៀនសូត្រនិងការអភិវឌ្ឍសមត្ថភាពបញ្ញារបស់កូនសិស្សដែលឆ្លើយតបជាមួយនឹងតម្រូវការរបស់សង្គមផងដែរចំពោះបទពិសោធន៍ដែលយើងបញ្ជូនកូនសិស្សទៅសិក្សានៅសាលាដៃគូកន្លងមកកូនសិស្សពេលដែលទៅរៀននៅទីនោះគាត់តែងតែមានអារម្មណ៍ថាការរៀននៅទីនោះស្រួលជាងរៀននៅស្រុកខ្មែរដោយសាររៀននៅស្រុកខ្មែរយើងមានមុខវិជ្ជាច្រើនដែលត្រូវរៀនហើយមុខវិជ្ជាភាគច្រើនគឺដោយធ្វើការទន្ទិញហើយនិងអនុវត្តលំហាត់ច្រើនខ្លាំងផ្ទុយពីការសិក្សានៅអូស្ត្រាលីពួកគាត់រៀនមុខវិជ្ជាតិចហើយគាត់អាចជ្រើសរើសមុខវិជ្ជាណាដែលគាត់ស្រឡាញ់ចូលចិត្តរៀនបានហើយអ្វីដែលកាន់តែទាក់ទាញជាងនឹងទៀតគឺកម្មវិធីបង្រៀនវិធីសាស្ត្រដែលគេបង្រៀនគឺកូនសិស្សអត់ប្រើប្រាស់ការទន្ទិញហើយអត់ធ្វើលំហាត់ច្រើនពេកទេប៉ុន្តែគេអនុវត្តផ្ទាល់ច្រើនជាងវិញអញ្ចឹងទៅធ្វើឲ្យការសិក្សារបស់ក្មេងនៅទីនោះដូចជាសប្បាយជាងបទពិសោធន៍ដែលក្មេងយើងរៀននៅទីនេះហើយចំពោះមុខវិជ្ជាសិក្សាដែលកូនសិស្សគាត់ទៅរៀននៅទីនោះដូចជាមិនមានអីខុសប្លែកពីយើងទេតាក់ទងជាមួយនឹងចំណេះដឹងទូទៅប៉ុន្តែអ្វីដែលយើងឃើញគឺដោយសារកូនសិស្សរបស់យើងគាត់ចេះភាសាអង់គ្លេសដោយសារភាសាអង់គ្លេសរបស់គាត់ល្អពេលដែលគាត់ទៅរៀនទៅវាមានភាពងាយស្រួលសម្រាប់គាត់រៀនអត់ជួបជាការលំបាកទេជាចុងក្រោយដែលខ្ញុំគិតថាអ្វីដែលសំខាន់សម្រាប់ទំនាក់ទំនងការពង្រឹងទំនាក់ទំនងរវាងសាលារៀនគ្រូយើងហើយនិងសាលា BDC គឺ
យើងចង់ឲ្យតំណែងនេះបន្តទៅកាន់តែរឹងមាំហើយការផ្លាស់ប្ដូរ exchange program រវាងគ្រូនិងសិស្សពីអូស្ត្រាលីមកខ្មែរពីខ្មែរទៅអូស្ត្រាលីវាធ្វើឲ្យមានភាពកាន់តែល្អប្រសើរឡើងសម្រាប់បទពិសោធន៍សិក្សារបស់កូនសិស្សទាំងពីរសាលាហើយការផ្លាស់ប្ដូរបទពិសោធន៍នេះมันបានប្រយោជន៍តែសម្រាប់កូនសិស្សដែលទៅទេតែវាបានប្រយោជន៍ដល់ទាំងសហគមន៍និងមិត្តភ័ក្តិកូនសិស្សដែលកំពុងតែសិក្សារៀនសូត្រនឹងទៀតដែរតួយ៉ាងនៅពេលដែលកូនសិស្សយើងម្នាក់ទៅសិក្សានៅអូស្ត្រាលីត្រឡប់មកវិញគាត់តែងតែមានជាបទបង្ហាញគាត់តែងតែមានជាកម្មវិធីដឹកនាំធ្វើអីផ្សេងដើម្បីជាការចែករំលែកបទពិសោធន៍សិក្សារៀនសូត្ររបស់គាត់ដែលការចែករំលែករបស់គាត់ហ្នឹងគឺគាត់លើកទឹកចិត្តនិងជំរុញឲ្យមិត្តភ័ក្តិផ្សេងទៀតមានចំណងចង់រៀនកាន់តែខ្លាំងហើយចង់បានឱកាសទៅផ្លាស់ប្ដូរបទពិសោធន៍សិក្សានៅទីនោះដែរហើយយើងក៏បានឮផងដែរតាក់ទងមួយកូនសិស្សនៅ BDC នៅពេលដែលគេមកទស្សនកិច្ចសិក្សានៅយើងគេទទួលបានអារម្មណ៍មួយដែលប្លែកតាក់ទងមួយនឹងការធ្វើការចែករំលែកបទពិសោធន៍បង្រៀនទៅកាន់កូនសិស្សនៅខ្មែរយើងសកម្មភាពផ្សេងដែលយើងហៅថាសកម្មភាពកសាងក្រុមកសាងមិត្តភាពចាស់យើងមើលទៅពួកគាត់ថាសកម្មភាពអស់នេះគឺគាត់ស្ទើរតែពុំដែលធ្លាប់មានទេនៅប្រទេសរបស់គាត់ដែលមើលទៅមានភាពកក់ក្ដៅមានភាពលេងចុះសម្រុងគ្នាហើយជាពិសេសគឺភាពទន់ភ្លន់នៃការដែលកូនសិស្សយើងទទួលរាក់ទាក់ចំពោះពួកគាត់បាទសូមអរគុណ